ក្នុងមួយឆ្នាំតាមសថិតិមើលចំណាយលុយផឹកស្រាហ្នឹងជាជនយើងគាត់បូកឲ្យតិចផងណាថា4លានហ្នឹងខ្ញុំនិយាយខុសខ្លះអីជាស្រ័យព្រោះខ្ញុំស្ដាប់យូរមិញហ្នឹងហើយមិនបានគាត់ទុកធ្វើការងារបដៅខ្ញុំឃើញហ្នឹងខ្ញុំស្ដាប់បដៅគិតជាលុយក្នុងមួយឆ្នាំប្រហែលជា$1,500 លាននឹងគ្រាន់តែចំណាយលើគ្រឿងស្រវឹងហើយក្នុងម្នាក់ដែលផឹកហ្នឹងបូកសរុបអាជាតិអកុលហ្នឹងប្រហែលជា2 លីត្រកន្លះចូលទៅក្នុងខ្លួនហ្នឹងហើយបញ្ហាកើតជំងឺមហារីកដែលកើតពីសេរ៉ាហ្នឹងចំណាយលុយព្យាបាលក្នុងមួយឆ្នាំដូចជា$400-500 លានហ្នឹងដែរអានេះបើខ្ញុំនិយាយខុសខ្លះអធិស្ឋានព្រោះអត់បានគាត់ទុកបាទតែយើងអត់គិតយើងអត់ឃើញថាវិនិច្ឆ័យទេព្រះអង្គថាបាយមុខជាប្រធាននៃសេចក្តីវិនិច្ឆ័យអស់លុយអស់សុខភាពធម្មហតិយៈធម្ម$1,900 លានជាងលោកគ្រូអូខ្ញុំថាមកអស់ណាមិញហ្នឹងហើយក្រមិនព្រោះផឹកអស់លុយម៉េះហ្នឹងហើយយើងនេះខ្ញុំបែកបន្តិចឃើញព័ត៌មានមួយទៀតអីអតីតតារាឈ្មោះច័ន្ទរិទ្ធមាសធានីឃើញគឺទៅសម្ភាសគាត់ហ្នឹងហើយគាត់ឈឺដោយសារតែរឿងផឹកសារាហ្នឹងឯងតាមដែលស្ដាប់មកហ្នឹងគឺមិនមែនព្រោះគាត់ជាមនុស្សផឹកជោគជាំឬក៏ញៀនសារាចង់ផឹកសបាយអីទេផឹកក្នុងការងារដូចជាគាត់ទៅបម្រើភ្ញៀវអីចឹងទៅឲ្យតែភ្ញៀវមានអ្នកតូចអ្នកធំភ្ញៀវមុខមាត់អីគេមកគេលើកឲ្យជុលគឺត្រូវតែជុលមិនជុលមិនបានហ្នឹងហើយគាត់ថាជុលឲ្យផឹកតិចក៏មិនបានដល់លើកដាច់អានឹងមិនភ្ញៀវគេសប្បាយចិត្តស្ដាប់ចឹងទៅខ្ញុំថាអូសង្គមយើងអញ្ចឹងណាខ្ញុំសឹកជាង1ឆ្នាំជិត2ឆ្នាំមកដូចជាវាអបលោកចឹងណាតែមិនចេះគិតថាស្រាវចង់លេះពេលណាក៏បានពេលហ្នឹងប៉ុន្តែពេលដឹងអាជីវភាពរបស់មនុស្សអញ្ចឹងមានពេលខ្លះត្រូវបខំអញ្ចឹងណាហ្នឹងហើយមានពេលខ្លះខ្ញុំដឹងមិនតាមដល់ទៅទៀតមិនបានទៅផឹកគេដល់អញ្ចឹងមិនដឹងគេរាប់អានហ្នឹងវាទល់តែមានស្រាអញ្ចឹងគ្នាតាំងលិះខ្មែរយើងបើផ្ដាច់ស្រាបានប្រហែលជាធូរធារជាងមុនបាទរឿងសូរ៉ាហ្នឹងខ្ញុំមើលមួយទៀតកំហុសមួយទៀតរឿងការផឹកស្រាតាមប្រពៃណីយើងប្រសូតបុតហើយផឹកស្រាថ្នាំខ្ញុំទៅមើល Department Health របស់អូស្ត្រាលីនេះគេហាមដាច់ខាតពេលសម្រាប់បុតហ្នឹងគេអត់ឲ្យផឹកអាល់កុហុលទេអត់ឲ្យផឹកស្រាទេព្រោះទោះជាផឹកគេមានកំណត់របស់គេហើយក៏មិនមែនបំបៅកូនណាគេថាពេលផឹកភ្លាមទៅសូរ៉ាគឺជាសារធាតុមួយយ៉ាងដែលទៅជាមួយទឹកដោះហ្នឹងហ្មងហើយកូនហ្នឹងស្រវឹងតាំងពីក្មេងហ្មងហ្នឹងហើយដូចជាទម្លាប់របស់យើងមកហ្នឹងផឹកស្រាឆ្នាំហ្នឹងខ្លាំងម្ដាយណាអញ្ចឹងក្មេងនឹងទទួលស្រវឹងទឹកដោះតាំងពីទៅកើតហើយតាមតែវិទ្យាសាស្ត្រនៅអូស្ត្រាលីនិយាយដូចវាអត់មានជួយអីទេសូរ៉ាហ្នឹងអត់មានជួយអីទេហើយបើគេនិយាយថាបើផឹកហ្នឹងក្នុងន័យថាមនុស្សវាជាប់វិញ្ញាណវាអីចឹងទៅគេឲ្យផឹកប្រមាណតិចតួចហើយក៏មុនបំបៅកូន1 ម៉ោង 2 ម៉ោងហ្នឹងគេអត់ឲ្យផឹកទៀតព្រោះវាជ្រាបលឿនទៅទឹកដោះហ្នឹងហើយអានេះខ្ញុំមិនមែនជាគ្រូពេទ្យទេប៉ុន្តែដឹងខ្លះហើយចាំស្ដាប់ពេទ្យជំនាញបញ្យល់ថែមទៀតចុះអាហ្នឹងខ្ញុំមិនទៅឲ្យឆ្ងាយពេកទេនៅក្នុងហ្នឹងបាទហើយសំណួរ